ព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិមិនត្រឹមតែរួមចំណែកដល់សកម្មភាពមនុស្សធម៌ប៉ុន្តែក៏បង្ហាញថាកម្ពុជាមានសន្តិភាពស្ថិរភាពនិងសុវត្ថិភាពពេញបរិបូរណ៍នៅវេលាព្រឹកថ្ងៃទី1ខែធ្នូឆ្នាំ2024សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Philip Witherington ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ីចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅសៀមរាបអង្គរក្នុងឱកាសនៃជំនួបលោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចូលរួមព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី29ហើយក្រុមហ៊ុន Manulife បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរលោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅជុំវិញពិភពលោកជាពិសេសនៅតំបន់អាស៊ីនិងដែលមានមូលដ្ឋានធំនៅប្រទេសកាណាដាក្រុមហ៊ុនបានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ2012ក្នុងគោលដៅជួយគាំទ្រដល់ក្រុមគ្រួសារនិងធានាបាននូវសន្តិសុខហិរញ្ញវត្ថុសម្រាប់គ្រួសារនៃប្រជាជនកម្ពុជាជាមួយគ្នានេះលោកប្រធានក្រុមហ៊ុនបានបដិញ្ញាចិត្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនថែមទៀតនិងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការគាំទ្រនិងធានាដល់សន្តិសុខហិរញ្ញវត្ថុដល់គ្រួសាររបស់ប្រជាជនកម្ពុជាសម្រាប់រយៈពេលវែងជាការឆ្លើយតបសម្ដេចបវរធិបតីបានកោតសរសើរនិងថ្លែងអំណរគុណក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ម៉ារ៉ាតុងនាពេលកន្លងមកហើយឆ្នាំនេះមានអ្នកចូលរួមច្រើនកកកជាង 14,000 នាក់ដែលចំនួននេះកើនលើសឆ្នាំកន្លងទៅព្រឹត្តិការណ៍នេះមិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌នៅមន្ទីរពេទ្យកុមារអង្គរនិងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេប៉ុន្តែក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជាដែលជាប្រទេសមួយមានសុខសន្តិភាពស្ថិរភាពសុវត្ថិភាពពេញបរិបូរណ៍ទន្ទឹមនោះសម្ដេចបវរធិបតីបានគូបញ្ជាក់ថារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គមដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ជូននូវសេវាធានារ៉ាប់រងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីរាជការនិងក្រុមគ្រួសារក្រីក្រនិងងាយរងគ្រោះនិងបានដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍និងអ្នកក្នុងបន្ទុកសមាជិកបសសសម្ដេចបវរធិបតីបានលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តពង្រឹងនិងពង្រីកការវិនិយោគនិងបង្កើតផលិតផលថ្មីបន្ថែមទៀតដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជា